បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះនាំអ្នកទាំងអស់គ្នាដើរមកមើលប្រាសាទភ្នំដានៅខាងកើតខេត្តតាកែវបងមានចម្ងាយ100គីឡូម៉ែត្រជាង102 103ចាស់ពីភ្នំពេញប្រហែលទៅគិរីរម្យដែរទេហើយថ្ងៃនេះយើងនឹងនាំមកមើលប្រាសាទភ្នំដាដែលកសាងសតវត្សទី10សតវត្សទី6ដោយព្រះបាទរុទវរ្ម័នអូខេសួស្តីអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងតែឈរនៅភ្នំដានៅខាងកូបរីបងចឹងមុននឹងយើងឡើងទៅដល់ភ្នំយើងមានចោះចូលមកដូចជារូងភ្នំតែតាមពិតវាមិនមែនរូងភ្នំទេគឺថាគេចោះថ្មចូលមកដើម្បីដាក់យន្តនីកាលណាមានយន្តនីយើងដឹងស្រាប់ហើយគឺកន្លែងបូជាតាមសាសនាព្រហ្មញ្ញសាសនាអញ្ចឹងតែគ្រាន់តែប្លែកពេលដែលមានយន្តនីត្រូវមានលឹងអញ្ចឹងតែនេះអត់មានសរសៃទីយកតាណាបាត់ហើយនេះនៅជើងភ្នំដាឡើយទេអូខេឥឡូវយើងចាំទៅមើលខាងលើកំពូលដែលមានប្រាសាទភ្នំដាបាយបាយអូបងប្អូនបានឃើញបានយល់បានដឹងថាស្អាតតែទាំងអស់គ្នាដឹងអត់ថានឹងជាប្រាសាទអីដែរអូខេបើចង់ដឹងមកតាមខ្ញុំនឹងប្រាប់ប្រាសាទដែលរូបរាងយើងមើលទៅជាប្រាសាទតូមួយស្អាតហើយធ្វើជាពីថ្មបាយក្រៀមនិយាយតាមជើងរហូតដល់ខាងលើហ្នឹងគឺធ្វើពីថ្មបាយក្រៀមប្រាសាទហ្នឹងដែរគេហៅប្រាសាទភ្នំដាហើយនៅក្នុងខេត្តតាកែវយើងគិតពីគីឡូពីពេញមកដល់ហ្នឹងគឺ100គីឡូជាងបងប្អូនហើយបើយើងគិតពីខេត្តតាកែវមកគឺ25ហើយបើយើងចង់មកពីខេត្ត25គីឡូបើយើងចង់មកពីខេត្តតាកែវមកដល់ហ្នឹងត្រូវជិះទូកដោយសារអីនៅហ្នឹង6ខែទឹក6ខែគោកអញ្ចឹងបានពេលដែលយើងមើលពីលើភ្នំទៅសបោអ្នកធ្វើទៅប្រាំងវា6ខែទឹក6ខែគោកអញ្ចឹងនឹងឲ្យប្រាសាទហ្នឹងដែរគេហៅប្រាសាទភ្នំដាដែលកសាងដោយព្រះបាទរុទ្រវរ្ម័នបើយើងនិយាយពីសតវត្សទី6បងប្អូនគេចូលមកមើលទាំងអស់គ្នាហើយប្រាសាទនឹងដែរគឺស្ថិតនៅក្នុងស្រុកគេហៅភូមិតាផស្រុកឃុំគោកធ្លុកស្រុកអង្គរបូរីខេត្តតាកែវបងប្អូនហើយប្រាសាទនឹងដែរបើយើងមើលរូបរាងលក្ខណៈរបស់ប្រាសាទគឺកសាងដោយប្រាសាទកសាងដោយថ្មបាយក្រៀមហើយលក្ខណៈ4ជ្រុងហើយ4ជ្រុងអ្វីដែលយើងមើលឃើញហ្នឹងគឺទ្វារនេះគឺទ្វារខាងជើងអូខេយើងចូលដល់ប្រាសាទយើងដោះមួកទាំងអស់គ្នាហើយប្រាសាទនេះដែរគឺមានទ្វារ4ទ្វារខាងជើងគឺជាទ្វារចំហយើងអាចចេញចូលបានទ្វារព័ទ្ធជំនាញខាងក្រោយខាងលិចហើយនៅខាងកើតគេហៅថាទ្វារបញ្ឆោតអញ្ចឹងអាចចូលបានចូលបានទៅខាងក្នុងហ្នឹងហើយបន្ទាប់ពីយើងចូលមកមានថ្មដែលគេហៅនិយាយថាថ្មភក់ហ្នឹងឯងដែលគេយកមកធ្វើជាផ្តែរធ្វើជាសសរពេជ្រអីហ្នឹងហើយនៅក្នុងប្រាសាទមានជាលក្ខណៈបូជាបែបសាសនាអញ្ចឹងយើងឃើញស្រាប់ហើយមានយូនីហើយមានលឹងតូអីចឹងទៅព្រោះសម័យនោះព្រះបាទសូរ្យវរ្ម័នហ្នឹងគឺគោរពសាសនាព្រហ្មញ្ញសាសនាហ្នឹងហើយបន្ទាប់ពីក្រោយមកមានសូរ្យវរ្ម័នទី1ហ្នឹងលោកមកស្ថាបនាឡើងវិញនៅពេលដែលលោកស្ថាបនាហ្នឹងអាចថាដាក់ជាសាសនាអីបន្ថែមទៀតចឹងទៅដាច់ក្រោយមកលោកគ្រាន់តែមកស្ថាបនាទេស្ដារឡើងវិញឲ្យវាសម្បូរបែបអញ្ចឹងយើងមើលនៅខាងក្នុងហ្នឹងស្រាប់ហើយគឺមានយន្តនីក្នុងប្រវត្តិផ្សេងដែលមានយន្តនីមានអីវាត្រូវមានទឹកមានអីទឹកគឺគេសំដៅទៅលើទឹកអមតៈអីចឹងទៅសម្រាប់បាច់ឬក៏សម្រាប់ពីដើមយើងមានដូចជាទាហានដូចជាអីសម្រាប់ច្បាំងអីចឹងទៅយើងអាចហូបទឹកហ្នឹងឯងទៅដើម្បីជាជ័យអីចឹងទៅហើយមួយទៀតគឺគេគោរពសាសនាហ្នឹងឯងដែលយើងមើលឃើញឡើងលងតែគេតម្កល់លឹងពីលើយន្តនីតែសម្រាប់ប្រាសាទហ្នឹងយើងចូលមកខាងក្នុងសបោថ្មបាយក្រៀមហើយបន្ទាប់ពីថ្មបាយក្រៀមនៅជាន់លើវាងប្រហោងហើយគេធ្វើពីឥដ្ឋតាន់ហើយឥដ្ឋតាន់នេះគឺដឹងស្រាប់ហើយគឺច្រើនជាន់ហើយលក្ខណៈថាគង់វង្សវាមិនមែនស្ដាងស្ដើងពីមួយជាន់ទៅមួយជាន់គឺគេគ្រប់គ្រងទៅដោយជាន់ក្រមថ្មបាយក្រៀមអញ្ចឹងទៅជាន់ទី1ជាន់ទី2ជាន់ទី3ថ្មបាយក្រៀមដល់ទៅជាន់ទី4ជាន់ទី5ជាន់ទី6នៅបងប្អូនមកខាងក្រៅប្រាសាទវិញប្រាសាទនឹងដែរគេចែងថាសរសើរថាជាប្រាសាទតូមួយដែលធំជាងគេក្នុងប្រទេសកម្ពុជាហើយមិនបានគេហៅថាធំជាងគេដោយសារអីវាអត់មានលបងអត់មានកំផែងអត់មានអីទេគឺមានតែប្រាសាទមួយនឹងហើយកសាងដោយថ្មបាយក្រៀមហ្មងអញ្ចឹងទៅគេឲ្យនិយមន័យជាប្រាសាទតូមួយដែលធំជាងគេក្នុងប្រទេសកម្ពុជាហើយយើងឃើញនេះគឺជាទ្វារខាងកើតតែជាទ្វារបញ្ឆោតទេបងប្អូនអត់អាចចូលទៅបានទេយើងឃើញស្នាមដូចជាឆេះឬក៏យ៉ាងម៉េចទេសម័យគេអាលុបបាក់បែកថ្មខ្លះៗហើយជំវិញភាគច្រើនមិនថាទំនាប់ខាងក្រោមទេគឺគេធ្វើពីថ្មបាយក្រៀមទាំងអស់ដោយសារនៅនេះគេមិនគិតថាវាអាចស្រុតទេដោយសារធ្វើនៅលើភ្នំបងប្អូន
ហើយភ្នំនឹងដែរគេថាកម្ពស់ប្រហែលជា18ម៉ែត្រទេអញ្ចឹងវាទាបដែរទេអញ្ចឹងទៅនៅពេលដែលគេធ្វើថ្មបាយក្រៀមត្រប្រាសាទក៏វាអត់មានការធ្លាក់ស្រុតចុះឲ្យដែរហើយនេះយើងឃើញហើយទ្វារបឆោតមួយទៀតហ្នឹងគឺទ្វារខាងក្បូងយើងមើលទៅយើងមិនដឹងថាសម័យបុរាណហ្នឹងបើទ្វារអត់ប្រើណាចាំមិនធ្វើធ្វើស្អីមិនបឆោតធ្វើស្អីបើបឆោតគុំតែក្មេងដឹងដែរហ្នឹងតែហ្នឹងយើងត្រូវការសិក្សាស្រាវជ្រាវទាំងអស់គ្នាបន្ថែមទៀតមិនបានស្ដេចសម័យនោះចុះចិត្តកសាងទ្វារបឆោតបើយើងនិយាយមិនចង់បោកបឆោតម៉េះបើយើងថាមិនធ្វើក៏មិនធ្វើហ្មងតែនេះគាត់ធ្វើតែឥឡូវយើងឃើញទ្វារបឆោតមួយទៀតហើយតែទ្វារបឆោតកន្លែងនេះយើងប្លែកដោយសារយើងឃើញប្រហោងនៅនេះហើយមិនដឹងថាក្នុងហ្នឹងយើងចូលបាននឹងអត់ទេបងប្អូនដោយសារមានស៊ីម៉ង់ដែលថ្មីគេទំធ្វើអញ្ចឹងហើយអាចមានប្រហោងចូលទៅក្នុងហ្នឹងបានអូខេសម្រាប់ប្រាសាទភ្នំដាដែលស្ថិតនៅក្នុងស្រុកតាផឃុំគោកធ្លកស្រុកអង្គរបុរីសូមបញ្ចប់តែត្រឹមប៉ុណ្្នឹងឯងបាយ